នៅក្នុងទំនាក់ទំនងស្នេហាមនុស្សស្រីនឹងអស់តម្លៃខ្លាំងបំផុតនៅពេលដែលគាត់ធ្វើនៅទង្វើទាំងអស់នេះជាពិសេសចំណុចចុងក្រោយចាលីវ៉ាទទួលស្គាល់ថាដោយសារតែក្តីស្រឡាញ់ចាដោយសារតែយើងស្រឡាញ់គេខ្លាំងទើបធ្វើឲ្យមនុស្សស្រីមួយចំនួនហ្នឹងគឺគាត់ធ្វើទង្វើចេញទៅដោយធ្វើចេញទៅហើយគឺធ្វើឲ្យគាត់អស់តម្លៃតែម្ដងចាដោយមានពាក្យមួយដែលគេបាននិយាយថាស្នេហានឹងធ្វើឲ្យអ្នកថោកទាបសូមអធិស្ឋានណាដែលត្រូវប្រើពាក្យនេះប៉ុន្តែបើយើងគិតទៅក៏វាត្រូវដែរមែនអត់ប៉ុន្តែទ្រឹស្ដីនេះវាត្រូវបានតែទៅលើមនុស្សមួយចំនួនតែប៉ុណ្ណោះសម្រាប់មនុស្សស្រីមួយចំនួនគឺប្រើទ្រឹស្ដីនឹងអត់ត្រូវសម្រាប់គាត់ទេមនុស្សស្រីដែលគាត់ស្គាល់ពីតម្លៃខ្លួនឯងមនុស្សស្រីដែលគាត់មានគុណតម្លៃពិតណាគឺបើសិនជាឲ្យគាត់ជ្រើសរវាងស្នេហានិងកិត្តិយសគឺគាត់នឹងរើសយកកិត្តិយសចាអញ្ចឹងផ្ទុយពីមនុស្សស្រីដែលគាត់មិនទាន់ស្គាល់ពីតម្លៃខ្លួនឯងគាត់បានធ្វើទង្វើចេញទៅដែលធ្វើឲ្យគាត់ខ្លួនរបស់គាត់ហ្នឹងគឺធ្លាក់តម្លៃចាដែលធ្វើខ្លួនរបស់គាត់ហ្នឹងគឺកាន់តែអស់តម្លៃដោយសារតែសេចក្តីស្រឡាញ់ដោយសារតែសេចក្តីស្នេហាដូច្នេះបើសិនជាអ្នកមិនចង់ឲ្យខ្លួនឯងខ្លាចជាមនុស្សស្រីដែលកាន់តែអស់តម្លៃនៅក្នុងកសែភ្នែករបស់គេក្នុងរឿងស្នេហាហ្នឹងសូមកុំធ្វើនៅរឿងទាំងអស់នេះរឿងទី1គឺការដេញប្រមាញ់មនុស្សប្រុសការដេញប្រមាញ់មនុស្សប្រុសកន្លែងនេះគឺការដែលយើងស្រឡាញ់គេទាំងដែលគេមិនបានស្រឡាញ់យើងចានៅស្រឡាញ់គេទាំងដែលគេអស់ស្រឡាញ់យើងហើយអញ្ចឹងយើងក៏ប្រមាញ់គេយើងខ្លាចបាត់បង់គេយើងមិនចង់បាត់បង់គេយើងព្យាយាមប្រមាញ់គេយើងព្យាយាមធ្វើទង្វើសពគ្រប់បែបយ៉ាងដើម្បីតែបានក្តីស្រឡាញ់ពីគេទាំងដែលគេហ្នឹងគឺអស់ស្រឡាញ់យើងហើយទាំងដែលគេហ្នឹងគឺលែងស្រឡាញ់យើងតទៅទៀតហើយតែយើងព្យាយាមសពគ្រប់បែបយ៉ាងមែនតែនអញ្ចឹងការដែលយើងព្យាយាមធ្វើសពគ្រប់បែបយ៉ាងដើម្បីតែបានក្តីស្រឡាញ់ពីគេទាំងដែលគេអស់ស្រឡាញ់យើងហើយហ្នឹងចំណុចកន្លែងហ្នឹងហើយដែលវាធ្វើឲ្យយើងហ្នឹងគឺខ្លាចជាមនុស្សស្រីដែលអស់តម្លៃខ្លាំងមែនតែនចាអញ្ចឹងឌីវ៉ាចង់រៀបខមមិនថាការដែលយើងព្យាយាមទៅដេញប្រមាញ់មនុស្សប្រុសនៅពេលដែលយើងដឹងថាគេអស់ស្រឡាញ់យើងឬក៏គេមិនបានស្រឡាញ់យើងហ្នឹងគឺបដូរពីការដែលយើងទៅដេញប្រមាញ់គេយកពេលវេលានឹងមកផ្ដោតលើខ្លួនឯងវិញចាធ្វើខ្លួនឯងឲ្យល្អធ្វើខ្លួនឯងឲ្យពូកែធ្វើខ្លួនឯងឲ្យតែមានតម្លៃទៅចាគេនឹងមើលឃើញយើងដោយឯងទេទោះបីជាបើសិនជាគេម្នាក់ហ្នឹងគេមិនមើលឃើញយើងក៏មានមនុស្សប្រុសល្អផ្សេងទៀតក៏គេមើលឃើញយើងដែរវាល្អជាជាងការដែលយើងទៅដេញប្រមាញ់មនុស្សប្រុសព្រោះការដែលយើងដេញប្រមាញ់មនុស្សប្រុសវាអត់មានបានអីឲ្យល្អប្រសើរឡើងទេហើយការដែលយើងស៊ូប្រមាញ់មនុស្សប្រុសទាំងអស់ហ្នឹងធ្វើសពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងហើយបើសិនជាបានក្តីស្រឡាញ់ពីមនុស្សប្រុសហ្នឹងមកវិញខ្ញុំក៏អត់ថាដែរប៉ុន្តែវាអត់អញ្ចឹងទេមនុស្សប្រុសភាគច្រើននៅពេលដែលគាត់ជួបមនុស្សស្រីដែលដេញប្រមាញ់គាត់គឺគាត់កាន់តែអស់ចំណាប់អារម្មណ៍ចាគឺគាត់កាន់តែអស់ចំណាប់អារម្មណ៍ជាមួយនឹងមនុស្សស្រីម្នាក់ហ្នឹងមនុស្សស្រីម្នាក់ហ្នឹងគឺកាន់តែអស់មុនស្នេហ៍នៅក្នុងកសែភ្នែករបស់គាត់តែម្ដងអញ្ចឹងបានថាវាអត់មានផលល្អអីសម្រាប់យើងជាមនុស្សស្រីតតែសោះការដែលយើងទៅប្រមាញ់មនុស្សប្រុសស៊ូផ្ដោតលើខ្លួនឯងវិញវាល្អជាជាងចាចំណុចទី2គឺការដែលយើងលះបង់ខ្លាំងពេកទទួលស្គាល់ថាការស្នេហាវាគឺជាការលះបង់មែនទេប៉ុន្តែចំណុចកន្លែងនេះគឺចង់ឲ្យយើងលះបង់មើលដែរមិនមែនយើងចេះតែលះបង់ដោយងងត់ងងុលលះបង់ទាំងដែលលះបង់ជ្រុលរហូតទៅដល់ថ្នាក់ធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃនោះទេឬក៏យើងលះបង់ទៅលើមនុស្សដែលខុសព្រោះកាលណាដែលយើងលះបង់ទៅចំមនុស្សដែលខុសទោះបីជាយើងព្យាយាមលះបង់ល្អយ៉ាងណាក៏ដោយក៏តម្លៃយើងនៅតែស្មើសូន្យចាគ្មានន័យគ្មានតម្លៃអ្វីតទៅសោះចំណុចទី3គឺការដែលយើងរស់ពឹងផ្អែកលើគេការដែលយើងរស់ពឹងផ្អែកលើគេយើងក៏ជាមនុស្សម្នាក់ដែលអស់តម្លៃដូចគ្នាអញ្ចឹងចង់ឲ្យមនុស្សស្រីយើងគឺមានឯករាជ្យភាពដោយខ្លួនឯងចាខ្ញុំជឿជាក់ថានៅក្នុងសម័យកាលនេះមនុស្សស្រីភាគច្រើនតែម្ដងចាពេលខ្លះមានសមត្ថភាពជាងមនុស្សប្រុសទៀតនៅក្នុងការរកលុយបានដោយខ្លួនឯងអញ្ចឹងចង់ឲ្យមនុស្សស្រីយើងចាបង្កើននៅសមត្ថភាពចាបង្កើននៅសមត្ថភាពដែលយើងអាចរកលុយបានដោយខ្លួនឯងដែលយើងអាចពឹងពាក់លើខ្លួនឯងបានដែលយើងអាចពឹងផ្អែកលើខ្លួនឯងបានជាជាងការដែលយើងផ្ញើជីវិតរបស់យើងទាំងស្រុងហ្នឹងទៅលើគេព្រោះកាលណាដែលយើងប្រើជីវិតរបស់យើងឬក៏ផ្ញើជីវិតរបស់យើងទាំងស្រុងទៅលើគេរស់រំពឹងលើគេហ្នឹងយើងនឹងក្លាយជាមនុស្សស្រីដែលអត់មានតម្លៃតែម្ដងចានៅក្នុងកសែភ្នែករបស់គេចំណុចទី4ដែលជាចំណុចពិសេសនិងជាចំណុចចុងក្រោយគឺការដែលយើងធ្វើខ្លួនឯងហ្នឹងរស់ខ្វះគេមិនបានចារស់ខ្វះគេមិនបានទុកមនុស្សប្រុសហ្នឹងគឺដូចជាអ្វីសពគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់យើងទុកមនុស្សប្រុសដូចជាខ្យល់ដង្ហើមរបស់យើងទុកមនុស្សប្រុសដូចជាសរសៃឈាមរបស់យើងអញ្ចឹងដែលយើងអត់អាចខ្វះគេបានដែលយើងអត់អាចអត់គេបានបើមិនជាអត់គេយើងប្រកាសជាស្លាប់អីបែបហ្នឹងចាអញ្ចឹងការដែលយើងធ្វើខ្លួនឯងឲ្យទៅដល់ចំណុចបែបហ្នឹងវាធ្វើយើងនឹងមើលមកយើងនឹងគឺអន់មែនតែនហ្មងចាខ្ញុំសូមអធិស្ឋានដែលត្រូវប្រើពាក្យហ្នឹងប៉ុន្តែវាជាការពិតចាមើលមកយើងនឹងដូចអន់ខ្លាំងមែនតែនហ្មងចា
dương ở ban khơi pi đầm lái luôn anh to để sao chả để dương phơ luôn dạp dạp bạn nặng hay